តែអ្នកធ្លាប់គិតទេថាហេតុអ្វីបានជាកោះតូចមួយដែលមានផ្ទៃដីតូចជាងប្រទេសជាច្រើននិងមានប្រជាជនមិនដល់ប៉ុន្មានសិបលានអ្នកផងប៉ុន្តែអាចធ្វើឲ្យមហាអំណាចពីររបស់ពិភពលោកដូចជាសហរដ្ឋអាមេរិកនិងចិនប្រឈមមុខគ្នាបានហេតុអ្វីបានជារាល់ពេលមានយន្តហោះចម្បាំងហោះកាត់ជុំវិញតៃវ៉ាន់ឬមាននាវាចម្បាំងចូលតំបន់ជិតខាងទីផ្សារហិរញ្ញវត្ថុពិភពលោកចាប់ផ្ដើមភ័យខ្លាចហេតុអ្វីបានជាប្រទេសជាច្រើននៅអាស៊ីក៏តាមដានរឿងនេះយ៉ាងយកចិត្តទុកដាក់ដែរមនុស្សខ្លះគិតថាតៃវ៉ាន់គ្រាន់តែជាបញ្ហារវាងចិននិងតៃវ៉ាន់ប៉ុណ្ណោះប៉ុន្តែការពិតវាជាបញ្ហាធំជាងនោះឆ្ងាយណាស់វាពាក់ព័ន្ធនឹងអំណាចពិភពលោកសេដ្ឋកិច្ចបច្ចេកវិទ្យាសន្តិសុខតំបន់និងអនាគតនៃអាស៊ីទាំងមូលថ្ងៃនេះយើងនឹងពន្យល់លម្អិតថាហេតុអ្វីបានជាអាមេរិកមិនអាចមើលរំលងតៃវ៉ាន់បាននិងហេតុអ្វីបានជាការការពារតៃវ៉ាន់សំខាន់សម្រាប់អាមេរិកខ្លាំងបែបនេះ 1. តៃវ៉ាន់មានទីតាំងយុទ្ធសាស្ត្រដែលមានតម្លៃខ្លាំងបំផុតបើមើលតាមផែនទីតៃវ៉ាន់ស្ថិតនៅកន្លែងដែលអាចហៅថាចំណុចគន្លឹះរបស់អាស៊ីខាងកើតវាស្ថិតនៅជិតឆ្នេរចិនប៉ុន្តែក៏នៅចន្លោះផ្លូវដែលភ្ជាប់ទៅកាន់ជប៉ុនភីលីពីននិងមហាសមុទ្រប៉ាស៊ីហ្វិកផងដែរអ្នកវិភាគយោធាជាច្រើនហៅតំបន់នេះថា First Island Chain គឺជាខ្សែកោះធម្មជាតិដែលអាចទប់ស្កាត់ការពង្រីកកងទ័ពជើងទឹករបស់ចិនបើតៃវ៉ាន់នៅក្រៅការគ្រប់គ្រងរបស់ចិននោះចិនត្រូវជួបឧបសគ្គក្នុងការចេញទៅមហាសមុទ្រធំៗប៉ុន្តែបើចិនគ្រប់គ្រងតៃវ៉ាន់បាននោះវានឹងផ្លាស់ប្ដូរសមត្ថទល់អំណាចទាំងមូលកងទ័ពជើងទឹកនិងយន្តហោះរបស់ចិនអាចប្រតិបត្តិការបានឆ្ងាយជាងមុនងាយស្រួលជាងមុននិងបង្កសម្ពាធលើប្រទេសជិតខាងបានខ្លាំងក្លាជាងមុនសម្រាប់អាមេរិកនេះមិនមែនជារឿងតូចទេព្រោះអាមេរិកមានមូលដ្ឋានយោធានិងសម្ព័ន្ធមិត្តជាច្រើននៅតំបន់នេះដូច្នេះតៃវ៉ាន់ដូចជាចំណុចសំខាន់មួយក្នុងការរក្សាតុល្យភាពអំណាចរបស់អាមេរិកនៅអាស៊ី 2. តៃវ៉ាន់គឺបេះដូងនៃឧស្សាហកម្មឈីបពិភពលោកសប្តាហ៍ថ្ងៃពិភពលោករស់នៅជាមួយបច្ចេកវិទ្យាទូរស័ព្ទ computer server រថយន្តឆ្លាតវៃយន្តហោះ drone ម៉ាស៊ីនរោងចក្រនិង AI ទាំងអស់សុទ្ធតែត្រូវការឈីបអេឡិចត្រូនិកហើយប្រទេសដែលផលិតឈីបទំនើបបំផុតមួយចំនួនធំគឺតៃវ៉ាន់ក្រុមហ៊ុន TSMC ត្រូវបានចាត់ទុកថាជារោងចក្រឈីបសំខាន់បំផុតមួយលើពិភពលោកវាផលិតឈីបឲ្យក្រុមហ៊ុនធំៗដូចជា Apple, Nvidia, AMD និងក្រុមហ៊ុនជាច្រើនទៀតមានន័យថាបើតៃវ៉ាន់មានវិបត្តិមិនថាសង្គ្រាមឬការរាំងខ្ទប់ផ្លូវពាណិជ្ជកម្មទេផលប៉ះពាល់នឹងមិនមានតែក្នុងតៃវ៉ាន់ប៉ុណ្ណោះទេតែវានឹងប៉ះពាល់ដល់រោងចក្រទីផ្សារនិងអ្នកប្រើប្រាស់ជុំវិញពិភពលោកយ៉ាងខ្លាំងផងដែរអ្នកអាចឃើញរួចមកហើយថាពេលខ្វះឈីបកាលពីឆ្នាំមុនតម្លៃរថយន្តឡើងខ្លាំងការផលិតទូរស័ព្ទយឺតនិងឧស្សាហកម្មជាច្រើនរងផលប៉ះពាល់ដោយផ្ទាល់និងប្រយោលសម្រាប់អាមេរិកការពារតៃវ៉ាន់គឺមិនមែនតែការពារមិត្តមួយទេប៉ុន្តែជាការពារបេះដូងបច្ចេកវិទ្យានៃពិភពលោកផងដែរ 3. ភាពជឿជាក់របស់អាមេរិកចំពោះសម្ព័ន្ធមិត្តអាមេរិកមិនឈរតែម្នាក់ឯងទេអំណាចរបស់គេគឺមកពីបណ្ដាញសម្ព័ន្ធមិត្តជុំវិញពិភពលោកនៅអាស៊ីមានប្រទេសជាច្រើនដែលពឹងផ្អែកលើសន្តិសុខពីអាមេរិកដូចជាជប៉ុនកូរ៉េខាងត្បូងភីលីពីននិងអូស្ត្រាលីប្រទេសទាំងនេះកំពុងមើលថាបើមានវិបត្តិធំមួយកើតឡើងតើអាមេរិកនឹងឈរជាមួយមិត្តរួមដៃរបស់ខ្លួនឬអត់បើអាមេរិកបោះបង់តៃវ៉ាន់នោះសំណួរធំៗនឹងកើតឡើងភ្លាមៗថ្ងៃក្រោយបើមានវិបត្តិនៅជប៉ុនវិញបើមានបញ្ហានៅសមុទ្រចិនខាងត្បូងវិញបើប្រទេសតូចៗត្រូវសម្ពាធពីមហាអំណាចវិញដូច្នេះការគាំទ្រតៃវ៉ាន់គឺជាសារមួយទៅកាន់ពិភពលោកថាអាមេរិកនៅតែគោរពការបដិញ្ញាចិត្តរបស់ខ្លួននេះជារឿងសំខាន់ខ្លាំងណាស់ក្នុងឆាកនយោបាយអន្តរជាតិ 4. ការប្រកួតអំណាចរវាងអាមេរិកនិងចិនមនុស្សជាច្រើននិយាយថាសតវត្សទី21គឺជាយុគសម័យប្រកួតប្រជែងរវាងអាមេរិកនិងចិនមួយជាមហាអំណាចចាស់ដែលគ្រប់គ្រងប្រព័ន្ធអន្តរជាតិជាច្រើនទសវត្សរ៍មួយទៀតជាអំណាចកំពុងឡើងដែលមានសេដ្ឋកិច្ចធំនិងកម្លាំងយោធាកើនឡើងឥតឈប់ឈរក្នុងការប្រកួតនេះតៃវ៉ាន់ក្លាយជាចំណុចនិមិត្តរូបបើចិនអាចយកតៃវ៉ាន់បានដោយងាយនោះវានឹងបង្ហាញថាអំណាចរបស់ចិនកំពុងកើនឡើងយ៉ាងខ្លាំងហើយអាមេរិកមិនអាចទប់ស្កាត់បានទៀតឡើយតែបើអាមេរិកអាចរក្សាស្ថានភាពបច្ចុប្បន្នបាននោះវាបង្ហាញថាតុល្យភាពអំណាចនៅតែមានហេតុនេះតៃវ៉ាន់មិនមែនជាកោះធម្មតាប៉ុន្តែជាចំណុចសំខាន់នៃការប្រកួតឥទ្ធិពលពិភពលោក 5. តៃវ៉ាន់ជាប្រជាធិបតេយ្យដែលអាមេរិកចង់គាំទ្រតៃវ៉ាន់មានប្រព័ន្ធបោះឆ្នោតសេរីមានគណៈបកនយោបាយជាច្រើនមានសារព័ត៌មាននិងមានសិទ្ធិសេរីភាពដែលប្រជាជនអាចបញ្ចេញមតិបានអាមេរិកតែងតែបង្ហាញខ្លួនថាជាប្រទេសដែលគាំទ្រប្រជាធិបតេយ្យនិងសិទ្ធិមនុស្សដូច្នេះការគាំទ្រតៃវ៉ាន់ក៏ជាការពារតម្លៃនយោបាយដែលខ្លួនតែងនិយាយផងដែរបើប្រទេសមួយដែលមានការបោះឆ្នោតដោយសេរីត្រូវបានបង្ខំដោយកម្លាំងយោធានោះវានឹងជាសារអវិជ្ជមានទៅកាន់ពិភពលោកហេតុនេះបញ្ហាតៃវ៉ាន់មិនមែនមានតែយោធាឬសេដ្ឋកិច្ចទេប៉ុន្តែពាក់ព័ន្ធនឹងគំនិតនយោបាយផងដែរ 6. ផ្លូវពាណិជ្ជកម្មនិងសេដ្ឋកិច្ចពិភពលោក
តំបន់ជុំវិញតៃវ៉ាន់ជាផ្លូវទឹកសំខាន់បំផុតមួយសម្រាប់ការដឹកជញ្ជូនពិភពលោកនាវាដឹកទំនិញប្រេងឥន្ធនៈវត្ថុធាតុដើមនិងទំនិញបច្ចេកវិទ្យាច្រើនឆ្លងកាត់ទីនោះបើមានសង្គ្រាមឬការរាំងខ្ទប់ផ្លូវទឹកទាំងនេះអាចរងផលប៉ះពាល់ភ្លាមៗនោះមានន័យថាតម្លៃទំនិញឡើងថ្លៃការដឹកជញ្ជូនយឺតរោងចក្រខ្វះវត្ថុធាតុដើមទីផ្សារហ៊ុនធ្លាក់ចុះអតិផរណាកើនឡើងសម្រាប់អាមេរិកដែលជាសេដ្ឋកិច្ចធំបំផុតមួយលើពិភពលោកវាជារឿងមិនអាចមើលរំលងបានឡើយការរក្សាសន្តិភាពនៅតៃវ៉ាន់គឺជាការរក្សាស្ថិរភាពសេដ្ឋកិច្ចពិភពលោកផងដែរ7ច្បាប់និងគោលនយោបាយរបស់អាមេរិកបន្ទាប់ពីអាមេរិកផ្លាស់ប្តូរទំនាក់ទំនងការទូតទៅរកចិនក្នុងឆ្នាំ1979អាមេរិកបានបង្កើតច្បាប់មួយឈ្មោះ Taiwan Relations Act ច្បាប់នេះអនុញ្ញាតឲ្យអាមេរិកបន្តទំនាក់ទំនងជាមួយតៃវ៉ាន់និងជួយឲ្យតៃវ៉ាន់មានសមត្ថភាពការពារខ្លួននេះហើយជាមូលហេតុដែលអាមេរិកនៅតែលក់អាវុធនិងផ្ដល់ការគាំទ្រផ្សេងៗឲ្យតៃវ៉ាន់ជាបន្តបន្ទាប់អាមេរិកប្រើគោលនយោបាយមួយហៅថា Strategic Ambiguity គឺមិននិយាយច្បាស់ថានឹងចូលសង្គ្រាមឬមិនចូលហេតុអ្វីត្រូវធ្វើបែបនេះព្រោះវាចង់ឲ្យភាគីទាំងអស់ប្រុងប្រយ័ត្នចិនមិនប្រកាសថាអាមេរិកនឹងឆ្លើយតបដល់កម្រិតណាខណៈតៃវ៉ាន់ក៏មិនគួរធ្វើសកម្មភាពប្រញាប់ប្រញាល់ដែរ8បើតៃវ៉ាន់ធ្លាក់ការប្រែប្រួលអាចកើតឡើងជាសេរីអ្នកវិភាគខ្លះព្រមានថាបើតុល្យភាពនៅតៃវ៉ាន់ផ្លាស់ប្ដូរនោះប្រទេសជាច្រើនអាចចាប់ផ្ដើមពង្រឹងយោធារបស់ខ្លួនខ្លាំងឡើងខ្លះអាចចង់មានអាវុធកាន់តែច្រើនខ្លះអាចចង់បង្កើតសម្ព័ន្ធថ្មីវាអាចនាំឲ្យអាស៊ីក្លាយជាតំបន់តានតឹងជាងមុនអាមេរិកចង់ទប់ស្កាត់ស្ថានភាពបែបនេះមុនពេលវាក្លាយជាវិបត្តិធំតើអាមេរិកនឹងការពារតៃវ៉ាន់ពិតប្រាកដទេនេះគឺជាសំណួរដែលគ្មានអ្នកណាឆ្លើយបានច្បាស់ 100% ឡើយព្រោះការសម្រេចចិត្តពិតប្រាកដអាស្រ័យលើស្ថានភាពពេលនោះការវាយប្រហារធំប៉ុណ្ណាប្រទេសណាខ្លះពាក់ព័ន្ធសម្ព័ន្ធមិត្តឆ្លើយតបយ៉ាងណាផលប៉ះពាល់សេដ្ឋកិច្ចធំប៉ុណ្ណាប៉ុន្តែអ្វីដែលច្បាស់គឺតៃវ៉ាន់មានសារៈសំខាន់ខ្លាំងណាស់សម្រាប់អាមេរិកនិងពិភពលោកដូច្នេះហេតុផលដែលអាមេរិកការពារតៃវ៉ាន់មិនមែនដោយសារកោះតូចមួយប៉ុណ្ណោះទេវាជារឿងនៃទីតាំងយុទ្ធសាស្ត្របច្ចេកវិទ្យាសម្ព័ន្ធមិត្តសេដ្ឋកិច្ចប្រជាធិបតេយ្យនិងការប្រកួតអំណាចជាមួយចិនតៃវ៉ាន់តូចមែនប៉ុន្តែសារៈសំខាន់របស់កោះមួយនេះគឺធំមហិមាហើយបើមានអ្វីកើតឡើងនៅទីនោះពិភពលោកទាំងមូលអាចរងផលប៉ះពាល់តើអ្នកគិតថាអាមេរិកគួរបន្តការពារតៃវ៉ាន់ឬទេឬគួរឲ្យភាគីទាំងពីរដោះស្រាយដោយខ្លួនឯងសូមបញ្ចេញមតិនៅខាងក្រោមហើយកុំភ្លេចចុច like share និង subscribe ដើម្បីទទួលបានវីដេអូថ្មីៗបន្តទៀត